ជំរាបសួរបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេចាថ្ងៃនេះនាងខ្ញុំមានរូបមន្តដែលនាងខ្ញុំបានសន្យាតើខ្ញុំមានរូប2រូបមន្តចែកជូនបងប្អូនរបៀបធ្វើទឹកសក់ដែលងាយហើយស្រួយឆ្ងាញ់ចាអូខេមុននឹងចាប់ផ្ដើមសូមបងប្អូនកុំភ្លេចជួយ Subscribe YouTube Channel របស់នាងខ្ញុំហើយជួយ Share ហើយនិង Like រូបមន្តនេះផងចាហើយកុំភ្លេច Follow Page ឲ្យនាងខ្ញុំម្នាក់មួយផង Facebook Page ចាឥឡូវនេះមកតាមដាននៅរូបមន្តនិងរបៀបធ្វើជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចាចំពោះគ្រឿងផ្សំរបស់យើងគឺងាយមែនតើចាចំពោះបរិមាណនិងរង្វាល់ខ្ញុំបានចែកជូនបងប្អូនហើយចាបងប្អូនអាចស្កប់មើលបានណាចាដំបូងឡើយយើងយកទឹកសក់យើងមកចិតក្បាលនិងចិតកតុយចាចំពោះទឹកសក់ខ្ញុំប្រើទឹកសក់អូស្ត្រាលីព្រោះខ្ញុំអត់មានទឹកសក់ខ្មែរបើបងប្អូនមានទឹកសក់ខ្មែរបងប្អូនអាចប្រើទឹកសក់ខ្មែរក៏បានដែរដល់ពេលកាត់ចុងកាត់ដើមហើយយើងគ្រាន់យកមកលាងណាបងប្អូនចាដល់ពេលលាងហើយយើងដាក់វាឲ្យស្រស់ទឹកបើយើងមានថ្ងៃយើងហាលមួយផ្លែទៅបើយើងអត់ថ្ងៃយើងយកกระดาษធីថៅនោះយកមកជូតទៀបវាឲ្យយកចេញទឹកហ្នឹងហើយកុំឲ្យវាសើមពេកចាបងប្អូនណាចាឥឡូវនេះមកដាំទឹកជក់ទឹកសក់យើងដំបូងឡើងយើងយកស្ករហ្នឹងមកក្លោចចាបងប្អូននឹងឲ្យវាឈ្ងុយបន្តិចចាប៉ុន្តែកុំភ្លេចដាក់ទឹកបន្តិចផងកុំឲ្យវាខ្លោចណាចាយើងចេះតែកូរចុះកូរឡើងទៀតឲ្យវាស្ករហ្នឹងក្លោចឃើញចាឡើងពណ៌ក្រហមហ្នឹងទៅយើងអាចចាក់ទឹកបានណាចាទឹកអង្វរយើងហ្នឹងយើងចាក់ចូលទៅចាហើយរួចហើយយើងកូរវាទៅមកបន្តិចទៅឲ្យស្ករហ្នឹងវារលាយចាមើលទៅរលាយបានល្អហើយយើងអាចចាក់អំបិលយើងចូលចំពោះអំបិលយើងប្រើអំបិលគ្រួសក៏បានអំបិលម៉ត់ក៏បានបន្ទាប់មកយើងចាក់ស៊ុបខ្នុរយើងចូលទៅចំពោះស៊ុបខ្នុរបងប្អូនអាចប្រើប៊ីចេងជំនួសក៏បានដែរតាមចំណង់ចំណូលចិត្តចារួចហើយយើងកូរវាឲ្យវាបានរលាយបន្តិចទៅណាចារួចហើយយើងយកគម្របឆ្នាំងហ្នឹងគ្របវាទៅហើយដាំវាមកពុះចាឥឡូវហ្នឹងទឹកយើងពុះហើយយើងឲ្យវាពុះ1 minuteទៅ2 minuteណាបងប្អូនឲ្យវាពុះឲ្យសព្វហ្នឹងហើយយើងកូរទៅយើងគឺថាកុំឲ្យមានដុំអីចឹងណាចាហើយចារួចជាស្រេចចាចំពោះរូបមន្តមួយនេះទឹកដាំហើយយើងទុកវាឲ្យត្រជាក់ចាយ៉ាងហោចហ្នឹងក៏80% ត្រជាក់ដែរក្តៅហ្នឹងក្តៅតិចមែនតើណាបងប្អូនណាចាអញ្ចឹងហើយយើងទុកវាចោលចំហចោលទៅបងប្អូនឥឡូវនេះយើងមកបេះម្ទេសយើងម្ដងចាម្ទេសនេះខ្ញុំបេះស្រស់ទេចាពីដើមរបស់ខ្ញុំប៉ុន្តែដោយសារឥឡូវខែល្ងាអត់មានស្រស់ពីដើមទេខ្ញុំត្រូវដាក់វាទុកឲ្យកកអញ្ចឹងណាចាយើងគ្រាន់តែមានធ្វើអីគ្រាន់តែបេះក្បាលវាចេញទៅណាចាបេះម្ទេសរួចហើយយើងមកហាន់ខ្ទឹមយើងម្ដងចំពោះខ្ទឹមតាមចំណង់ចំណូលចិត្តបងប្អូនហាន់វាឲ្យស្ដើងបន្តិចក៏បានឬក៏ដាក់ទាំងមូលទាំងបានអត់បញ្ហាទេណាខ្ញុំគ្រាន់តែកាត់វាជា2ជា3ហើយខ្ញុំដាក់ទាំងមូលខ្លះដែរចាខ្ទឹមយើងអាចដាក់តាមចំណង់ចំណូលចិត្តព្រោះខ្ទឹមនេះយើងអាចញ៉ាំបានណាហើយធ្វើឲ្យមានសសក់យើងនឹងមានជាតិឈ្ងុយផងដែរចាដល់ពេលយើងរៀបចំម្ទេសហើយនឹងខ្ទឹមយើងរួចហើយយើងមកដាំទឹកឲ្យពុះដាក់នៅកសៀវហើយយើងមកចាក់លាងកែវយើងប្រើកែវកុំប្រើកែវជ័រចាដល់ពេលកែវយើងកលែងស្អាតអញ្ចឹងធ្វើឲ្យកែវយើងនឹងមានដូចថាអនាម័យល្អហើយដល់ពេលយើងជ្រក់សសក់យើងទៅសសក់យើងអត់ដុបផ្សិតទេហើយទុកបានយូរទៀតចាដល់ពេលយើងកលែងបានជប់ចុងជ្រោយហើយយើងអាចចាក់ទឹកនឹងចេញចាដល់ពេលរួចហើយយើងអាចរៀបចំសសក់យើងចូលក្នុងកែវចាសសក់យើងបងប្អូនរៀបតាមចំណង់ចំណូលចិត្តទៅអាចដាក់ទៅតឹងក៏បានបដោយក៏បានបឈរក៏បានទេណាចាបាទខ្ញុំរៀបបដោយផងទៅតឹងផងចាតាមអ្វីដែលខ្ញុំអាចធ្វើបានដើម្បីធ្វើម៉េចឲ្យវាណែនណាចាពេលយើងកំពុងតែរៀបសសក់ហ្នឹងយើងអាចដាក់ឆ្លៀតដាក់ម្ទេសហើយនឹងខ្ទឹមណាដាក់ទៅធ្វើឲ្យកែវយើងនឹងមើលទៅឃើញជួចង់ញ៉ាំណាចាបើបងប្អូនមិនបាច់ដាក់ក្បាលបងប្អូនដាក់ពីលើក្បាលប៉ុន្តែខ្ញុំចូលចិត្តអញ្ចឹងដោយថាមើលទៅដូចថាឃើញម្ទេសឃើញអីនៅអណ្ដែតនៅគៀនអញ្ចឹងណាស្អាតចាជក់នេះដាក់បានមួយកែវកន្លះឥឡូវពេញអស់ហើយកែវខ្ញុំលើខ្ញុំដាក់ចាប់ដើមដាក់ខ្ទឹមដាក់ម្ទេសពីលើចាហ្នឹងហើយដាក់ទៅឃើញអណ្ដែតអញ្ចឹងឲ្យឈ្ងុយបងប្អូនដាក់ខ្ទឹមខ្ញុំដាក់យ៉ាងក្រែដែរណាចាប៉ុន្តែម្ទេសខ្ញុំអត់សូវក្រហមហ្មងណាដោយសារម្ទេសដូចថាផ្លែខៀវច្រើនណាចាឥឡូវនេះយើងមកមើលទឹកយើងតើត្រជាក់បានច្រើននៅដល់ពេលយើងលូកទៅឃើញត្រជាក់អ៊ុនហើយយើងអាចចាក់បានណាចាពេលយើងចាក់ទឹកចូលទៅក្នុងកែវហ្នឹងយើងចាក់សន្សឹមអត់បខំទេចាឲ្យទឹកមានវាជ្រាបចូលក្នុងកែវយើងហ្នឹងតាមដំណើរណាចា
ពេលយើងចាក់ទឹកហើយប៉ុន្តែកុំឲ្យពេញពេកទេបងប្អូនហើយយើងយកលភីឬក៏សោមអីសកត់វាឲ្យទឹកសក់នឹងវាចូលទៅក្រោមតិចណាបងប្អូនដល់ពេលរួចហើយបងប្អូនទុកមួយឡែកទៅហើយដល់ពេលត្រជាក់បងប្អូនសៀបទៅត្រជាក់ 100% ហើយបានអាចក្រោកវាទុកបានចាឥឡូវត្រជាក់រួចរាល់ហើយខ្ញុំក្រោកចាហើយខ្ញុំទុកទឹកសក់យើងឆាប់ជូរឬក៏ក្រជូរគឺអាស្រ័យទៅលើអាកាសធាតុចាបើអាកាសធាតុក្តៅ2យប់គឺឆ្ងាញ់តែម្ដងចាបើអាកាសធាតុត្រជាក់3យប់ចាដូចខ្ញុំនៅស្រុកខ្ញុំនេះខែត្រជាក់ខ្ញុំទុក3យប់បងប្អូនឆ្ងាញ់ណាស់ស្រួយហើយឈ្ងុយចាបើកចេញឡើងបងប្អូនមិនបាច់ដាក់អីទេញ៉ាំយកចេញមកគឺញ៉ាំតែម្ដងចាអត់មានចាំបាច់ដាក់ក្រូចឆ្មាយអីទៀតទេគឺថាមកឆ្ងាញ់ហ្មងចាបានត្រីអាំងត្រីចៀនបងប្អូនអើយឆ្ងាញ់ណាស់ចាហើយដល់ពេលជូរហើយខ្ញុំស្រង់វាដាក់ក្នុងកាតូខ្ញុំទុកក្នុងទូទឹកកកបងប្អូនណាទុកទូទឹកកកឥឡូវខ្ញុំទុកមកអាទិត្យជាងនៅតែស្រួយឆ្ងាញ់ដដែលចាអត់មានដូរអីទេចាបងប្អូនអាចមើលដឹងណាទឹករបស់ទឹកសក់យើងហើយនិងទឹកសក់យើងណាវាមានការដូរសបល់ចាទឹកសក់វារៀងប្រោនបន្តិចទឹកវារៀងល្អក់បន្តិចណាចាបានន័យថាជូរអាហ្នឹងណាចាបងប្អូនឃើញទេចាគួរឲ្យចង់ញ៉ាំមែនតើស្រួយស្រាប់តែម្ដងចាក្បួនធ្វើទឹកសក់ខ្ញុំបានចប់ថ្ងៃសិនហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំពីដើមដល់ចប់ចាសង្ឃឹមថាជួបបងប្អូនម្ដងទៀតនៅពេលឆាប់នេះចាខ្ញុំនៅរូបមន្តច្រើនណាស់ដែលខ្ញុំអត់ទាន់បានកាត់វីដេអូចាសូមបងប្អូនអត់ធ្មត់បន្តិចចាអរគុណច្រើនចាជម្រាបលាជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អសុខសប្បាយទាំងអស់គ្នាចាបាយបាយ